ត្រីចំហុយមីសួរនៅពេលដែលខ្ញុំចាប់ផ្ដើមធ្វើវាពេលណាក៏ដោយខ្ញុំតែងតែយកវាមកឆាឲ្យចូលសពគ្រឿងជាមុនសិនមុននឹងដាក់វាចំហុយគ្រាន់ហើយថ្ងៃនេះខ្ញុំអត់ហៅតាំងហ៊ុនបើថាត្រីចំហុយតាំងហ៊ុនវាមិនសូវព្រោះដូចត្រីចំហុយមីសួរអញ្ចឹងយើងយកត្រីចំហុយមីសួរយកមកប្រើវិញពីរាល់ដងដែលខ្ញុំគ្រាន់តែនិយាយតាំងហ៊ុនហ្នឹងបងប្អូនគាត់ឃើញគាត់ដឹងថាគ្រាន់តែចេញ style ហៅតាំងហ៊ុនមកដឹងអាអ្នកកំពុងចាមហ្មងថ្ងៃនេះត្រីចំហុយមីសួរតែអ្នកកំពុងចាមនឹងឯងគ្រាន់ថាត្រីចំហុយបើយើងប្រើមួយពាក្យមីសួរហ្នឹងវារៀងព្រោះស្ដាប់ជាងតាំងហ៊ុនខ្ញុំអ្នកកំពុងចាមទេគ្រាន់តែថាខ្ញុំមកនៅភ្នំពេញខ្ញុំមានផ្ទះមានអីនៅភ្នំពេញយើងរកស៊ីនៅភ្នំពេញទៅតែសុកកណាត់អ្នកកំពុងចាមនឹងឯងបន្លែខ្ញុំមានផ្សិតក្រៀមខ្ញុំមានត្រចៀកកដុលខ្ញុំមានការ៉ុតខ្ញុំមានខ្ញីដែលយើងយកវាមកឆាមួយគ្នាហើយម្ទេសវែងធំក្រហមនោះដឹងម្ទេសអីអាហ្នឹងគេហៅម្ទេសម៉ាឡេបងប្អូនណាបំពងខ្ទឹមហើយឆាបន្លែទាំងអស់ដែលមានហ្នឹងចូលគ្នាយើងមានផ្សិតមានអីហ្នឹងដាក់ឆាមួយគ្នាទៅហើយមុខម្ហូបនេះកុំប្រើទឹកត្រីបងប្អូនយើងប្រើតែទឹកស៊ីអ៊ីវបានហើយមុខម្ហូបនេះបងប្អូនប្រើទឹកស៊ីអ៊ីវស៊ីគ្នាមែនតែនស៊ីមកទំហឹងហើយចុះបាយទៀតតែបើសិនជាបងប្អូនបើយើងគាត់ប្រើទឹកត្រីវិញប្លែកហើយអាហ្នឹងបែករសជាតិចេញផ្សេងហើយវាមិនមែនជាប្រភេទត្រីចំហុយហ្នឹងដែលញ៉ាំទៅឲ្យវាឆ្ងាញ់ណានៅក្នុងនេះខ្ញុំលួចព្រីងល្ងបន្តិចដែរđểបងប្អូនបានឃើញអញ្ចឹងយើងចាក់ត្រីក្រហមដែលយើងបានហាន់កង់ហ្នឹងយកមកច្បល់ជាមួយគ្រឿងដែលយើងបានឆាហ្នឹងដើម្បីឲ្យវាមានជាតិទៅលើសាច់ត្រីបាច់ចាំឆ្អិនទេបងប្អូនបើបងប្អូនអាចឆាតែបន្លែយកទៅចាក់ពីលើក៏បានដែរប៉ុន្តែខ្ញុំចង់ឆាទាំងត្រីអញ្ចឹងឯងហើយបើសិនជាអាចបងប្អូនបើយើងគាត់ទុកទាំងវែងហ្មងត្រីបើចង់ឲ្យស្អាតតែសម្រាប់ខ្ញុំអត់ទេខ្ញុំកាត់វាកង់ងាយស្រួលក្នុងការចម្អិនហើយសម្រាប់ចាននេះគឺយើងរៀបមីសួរយើងរៀបបន្លែដែលនៅសល់ដាក់ក្រោមទ្រាប់បាតចានខ្លះមកហើយយកត្រីបន្លែដែលយើងបានឆាមួយខ្ញីមួយអីបាញ់មិញហ្នឹងយកមកចាក់វានៅលើមីសួរហ្នឹងហើយចាប់ផ្ដើមចំហុយវាយើងគ្របឆ្នាំងហើយចំហុយវាតតែឆ្អិនត្រីទៅគឺឆ្ងាញ់ហើយប៉ុណ្ណឹងហើយនៅពេលដែលខ្ញុំចាក់ត្រីចាក់អីចូលចានហើយខ្ញុំមានមីសួរដែលនៅសល់ហ្នឹងខ្ញុំយកវាមករៀបពីលើខ្លះទៀតហើយរៀបខ្ញីរៀបអីពីលើពេលដែលយើងរៀបបន្លែរៀបអីបែបនេះបងប្អូនត្រីហ្នឹងអត់មានក្លិនឆ្អាបទេហើយវាចូលជាតិឆ្ងាញ់មែនតែនជាពិសេសតាំងហ៊ុនដែលយើងបានដាក់ទ្រាប់នៅបាតហ្នឹងពេលអាជាតិគ្រឿងទាំងអស់ហ្នឹងវាធ្លាក់ទៅក្រោមទៅនិយាយថាឆ្ងាញ់អស់ទាស់តែម្ដងហើយយើងរោយលឹកខ្ទឹមរោយអីពីលើហ្នឹងមកបងប្អូនមានជីវ៉ាន់ស៊ុយដាក់ក៏បានដែរហើយសម្រាប់កម៉ូបឆ្នាំងបងប្អូនអើយថ្ងៃមុនហ្នឹងនិយាយថាធ្វើអីទេខ្លោចនេះឡើងអាលួយកន្លែងកម៉ូបហ្នឹងប៉ុន្តែនៅយកវាប្រើបានអញ្ចឹងអត់ចោលទេរបស់សំណប់ហ្នឹងពេលដែលមកនៅភ្នំពេញទិញអាឆ្នាំងប្រភេទអញ្ចឹងតោះចុងក្រោយទៅបានចាប់ផ្ដើមទិញរបស់ល្អយកមកប្រើនៅក្នុងផ្ទះហ្នឹងឯងការយើងកវែកកឆ្នាំងយើងមិនសូវមានលុយយើងទិញរបស់រៀងអន់យកមកប្រើដល់ពេលចុងក្រោយទៅចេះទិញរបស់ល្អមករបស់អន់ក៏យើងមិនអាចចោលបានដែរព្រោះអានេះវាគ្រាកំសត់កម្ររបស់យើងណាបងប្អូនកាវបកពុកមាត់បងម៉ាក់ក្រាមមួយឈុតតែ$25ទេសម្រាប់មនុស្សប្រុសគ្រប់រូបដែលមានសរសៃពុកមាត់ក្រាស់ដោយសារតែគាត់យកឡាមមកកោនៅពេលដែលយើងកោយូរទៅសរសៃពុកមាត់ហ្នឹងវាចាប់ផ្ដើមក្រាស់ទៅអញ្ចឹងបាច់ចាំកោទៀតទេបងប្អូនអាចយកកាវបកពុកមាត់យកទៅប្រើបានហើយកៅបកពុកមាត់បងម៉ាក់ក្រាមមួយឈុតតែ$25ទេស្មើនឹង100000រៀលនេះបងប្អូនប្រើបានរាប់ខែការប្រើប្រាស់កៅបកពុកមាត់ធ្វើឲ្យពុកមាត់ដែលដុះមកលើក្រោយស្ដើងជាងមុនហើយពិសេសគឺការបកសម្អាតនេះបានស្អាតល្អបកដោយទាំងរឹសផ្ទៃមុខដូចអត់មានពុកមាត់អញ្ចឹងសម្រាប់បងដែលចង់បានកៅពុកមាត់ដែលល្អខ្លាំងហាងកាត់សក់ហាងសាឡនគឺអាចយកកៅបកពុកមាត់បងម៉ាក់ក្រាទៅប្រើបានទំនាក់ទំនងទិញតាមលេខ Telegram របស់ខ្ញុំ086 94 66 និង 24កៅបកពុកមាត់បងម៉ាក់ការ៉ាវាយរ៉លខ្លាំងមែនតើហើយយើងក៏បានបើកហាងបកពុកមាត់បងម៉ាក់ការ៉ាដែរចូលចិត្ត2ឆ្នាំហើយដែលមានទីតាំងនៅអូដាមចូលក្នុង Google Maps search អក្សរខ្មែរហាងបកពុកមាត់បងម៉ាក់ការ៉ាយើងបើករាល់ថ្ងៃចាប់ពីម៉ោង 9 ព្រឹកដល់ម៉ោង 9 យប់បកពុកមាត់$3តែប៉ុណ្ណោះ